បាទជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយតាក់ទងជាមួយនឹងមេរៀន Excel របស់យើងបាទអញ្ចឹងកាលពីថ្ងៃមុនអ្នកនរគ្នាបានស្គាល់ហើយតាក់ទងជាមួយនឹង Clipboard Group នៅក្នុង Home tab អញ្ចឹងថ្ងៃនេះយើងមកសិក្សាតាក់ទងជាមួយនឹង Font Group នៅក្នុង Home tab វិញម្ដងអញ្ចឹងមុននឹងឈានទៅដល់ការបញ្យល់លម្អិតតាក់ទងជាមួយនឹងវីដេអូមេរៀនខ្ញុំសូមធ្វើការបញ្យល់តាក់ទងជាមួយនឹងនិយមន័យនៃ Font Group ជាមុនសិនបាទអញ្ចឹងតាក់ទងជាមួយនឹង Font Group វាគឺជា tool មួយដែលសន្តិដ្ឋនៅក្នុង Home tabដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការកែសម្រួលតួអក្សរនៅក្នុង cell របស់អ្នកទាំងអស់គ្នាដូចជាការផ្លាស់ប្ដូរទៅលើពុម្ពអក្សរតាក់ទងជាមួយនឹងការកំណត់ទំហំអក្សរនិងការធ្វើការដាក់ពណ៌ទៅលើអក្សរជាដើមអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងយល់និងស្គាល់និយមន័យខ្លះហើយតាក់ទងជាមួយនឹង font group អញ្ចឹងនៅក្នុង font group អ្នកទាំងអស់គ្នាអាចធ្វើការទៅលើ tool ទាំងអស់ហ្នឹងបានដូចជាការតាក់ទងជាមួយនឹងការផ្លាស់ប្ដូរពុម្ពអក្សរការកំណត់ទៅលើទំហំអក្សរតាក់ទងជាមួយនឹងការដាក់ស៊ុមទៅលើ cell ឬក៏ធ្វើការចាក់ពណ៌ទៅលើផ្ទៃខាងក្រោយនៃ cellបាទអញ្ចឹងដោយអ្វីដែលខ្ញុំធ្វើការរៀបរាប់ពីខាងដើមអានេះគ្រាន់ជាការសង្ខេបខ្លះៗតាក់ទងជាមួយនឹង tool មួយចំនួននៅក្នុង font group បាទអញ្ចឹងអ្នកនរគ្នាប្រកាសជាចង់ដឹងហើយថាមាន tool អីខ្លះនៅក្នុង font group ហើយអ្នកនរគ្នាក៏ចង់ដឹងហើយថាតាក់ទងជាមួយនឹង tool នីមួយៗមានមុខងារអ្វីខ្លះបាទអញ្ចឹងកុំឲ្យខាតពេកខ្ញុំនឹងធ្វើការបកស្រាយតាក់ទងជាមួយនឹង tool នីមួយៗបាទអញ្ចឹងតាក់ទងជាមួយ tool របស់យើងទាំងអស់មាន9បាទអញ្ចឹង tool ទាំង9មានដូចជា tool ទី1យើងហៅថា font type tool ទី2គេហៅថា font size tool ទី3 bold tool ទី4 italic tool ទី5 underline tool ទី6 border tool ទី7 fill color tool ទី8 font color tool ទី9 increase ឬក៏ decrease font size បាទអញ្ចឹងខ្ញុំធ្វើការបញ្យល់តាក់ទងជាមួយនឹង tool នីមួយៗឲ្យលម្អិតអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់តាក់ទងជាមួយនឹង tool ដំបូងគេតាក់ទងជាមួយនឹង font type អញ្ចឹង font type មានតួនាទីធ្វើអ្វីខ្លះបាទអញ្ចឹងតាក់ទងជាមួយនឹង font type វាមានតួនាទីក្នុងការផ្លាស់ប្ដូរទៅលើពុម្ពអក្សររបស់យើងបាទអញ្ចឹងនៅពេលអ្នកនរគ្នាចង់ធ្វើការតាក់ទងជាមួយនឹងពុម្ពអក្សរឬក៏ហៅថា font អក្សរហ្នឹងអញ្ចឹងអ្នកនរគ្នាត្រូវធ្វើការបដូរនៅចំណុចហ្នឹងដោយអ្វីដែលខ្ញុំបានបង្ហាញអញ្ចឹងខ្ញុំសូមធ្វើការលើកឧទាហរណ៍ជាក់ស្ដែងអញ្ចឹងឧទាហរណ៍ថា Excel របស់ខ្ញុំនៅក្នុង cell A1 ខ្ញុំមានទិន្នន័យបែបហ្នឹងឬក៏ text បែបនេះអញ្ចឹងអ្នកទាំងអស់គ្នាចង់ការធ្វើការផ្លាស់ប្ដូរតាក់ទងជាមួយនឹងពុម្ពអក្សរអ្នកត្រូវចុចទៅលើ cell ហ្នឹងសិនរួចអ្នកទាំងអស់គ្នាចូលទៅកន្លែងតាក់ទងជាមួយនឹង font type អញ្ចឹងអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរមកអញ្ចឹងរកពុម្ពអក្សរដែលអ្នកទាំងអស់គ្នាស្រឡាញ់ឬក៏ពុម្ពអក្សរដែលអ្នកទាំងអស់គ្នាឧស្សាហ៍ប្រើជាប្រចាំបាទអញ្ចឹងខ្ញុំសូមធ្វើការផ្លាស់ប្ដូរពុម្ពអក្សររបស់ខ្ញុំពីខ្មែរ OS បាត់ដំបងមកខ្មែរ OS គូលែនបាទអញ្ចឹងដោយអ្វីដែលខ្ញុំធ្វើការបង្ហាញមុនហ្នឹងអាហ្នឹងតាក់ទងជាមួយនឹងរបៀបធ្វើការផ្លាស់ប្ដូរទៅលើពុម្ពអក្សរឬក៏ font បាទអញ្ចឹងយើងមកដល់ចំណុចទី2តាក់ទងជាមួយនឹង font size អញ្ចឹង font size វាមានមុខងារអ្វីខ្លះបាទអញ្ចឹងតាក់ទងជាមួយនឹង font size វាមានតួនាទីក្នុងការពង្រួមឬក៏ពង្រីកតាក់ទងជាមួយនឹងអក្សររបស់យើងឬក៏ពុម្ពអក្សររបស់យើងធ្វើការបង្ហាញតាក់ទងជាមួយនឹងរបៀបក្នុងការដំឡើងទៅលើពុម្ពអក្សររបស់យើងអញ្ចឹងនៅក្នុងការដំឡើងពុម្ពអក្សរអ្នកនរគ្នាអាចវាយជាតម្លៃលេខក៏បានឬធ្វើការចុចទៅលើប៊ូតុងតាក់ទងជាមួយនឹង increase ទៅលើ font size ឬក៏ decrease ទៅលើ font size ក៏បានអញ្ចឹងខ្ញុំចង់តម្លើងតាក់ទងជាមួយទំហំអក្សររបស់ខ្ញុំឲ្យតម្លើងទៅជាទំហំ20បាទអញ្ចឹងដើម្បីធ្វើការតម្លើងតាក់ទងជាមួយនឹងទំហំអក្សរអ្នកទាំងគ្នាបានអ្នកទាំងគ្នាធ្វើការចុចទៅលើ font size មកបាទអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាធ្វើការចុចទៅលើ font size វានឹងបង្ហាញតួលេខជាច្រើនបាទអញ្ចឹងនៅក្នុងចំណុចនេះអ្នកទាំងគ្នាអាចធ្វើការជ្រើសរើសតួលេខដោយអ្វីដែលបានបង្ហាញក៏បានឬក៏ធ្វើការវាយចូលដោយខ្លួនឯងក៏បានបាទអញ្ចឹងនៅឧទាហរណ៍ថាអ្នកទាំងគ្នាធ្វើការជ្រើសរើសតួលេខដែលធំអញ្ចឹងមានថាតាក់ទងជាមួយនឹង font អក្សររបស់អ្នកទាំងអស់គ្នាក៏ធំទៅតាមហ្នឹងប៉ុន្តែបើករណីអ្នកគ្នាជ្រើសរើសតួលេខដែលតូចអញ្ចឹងមានថា font អក្សររបស់អ្នកទាំងអស់គ្នានឹងធ្វើការបង្រួមឲ្យតូចមកវិញបាទអញ្ចឹងខ្ញុំសូមធ្វើការវាយតួលេខរបស់ខ្ញុំគឺលេខ40បាទអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាបានឃើញហើយមានន័យថាទំហំអក្សររបស់អ្នកទាំងអស់គ្នាក៏មានការកើនឡើងទៅតាមនឹងដែរប្រសិនបើខ្ញុំសូមធ្វើការជ្រើសរើសតួអក្សរផ្សេងឧទាហរណ៍ថាខ្ញុំវាយចូលលេខ10អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញហើយមានន័យថាទំហំអក្សររបស់ខ្ញុំនឹងធ្វើការបង្រួមមកវិញបាទអញ្ចឹងដោយអ្វីដែលខ្ញុំបានធ្វើការបង្ហាញមុននេះតាក់ទងជាមួយនឹងរបៀបប្រើប្រាស់ font size បាទអញ្ចឹងយើងមកចូលដល់ចំណុចទី3តាក់ទងជាមួយនឹង bold បាទអញ្ចឹង bold វាគឺជា tool មួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការដាក់ទៅលើអក្សរឲ្យមានលក្ខណៈធំដិតនិងច្បាស់បាទអញ្ចឹងខ្ញុំសូមធ្វើការដាក់អក្សររបស់ខ្ញុំឲ្យមានលក្ខណៈដិតនិងច្បាស់បាទអញ្ចឹងអ្នកទាំងគ្នាប្រកាសជាបានឃើញហើយតាក់ទងជាមួយនឹងអក្សរតំណាងមួយគឺអក្សរ B ដែលមកពីពាក្យថា bold អញ្ចឹងឧទាហរណ៍ថាអ្នកទាំងគ្នាចង់ធ្វើឲ្យអក្សររបស់អ្នកទាំងគ្នាមានលក្ខណៈដិតនិងច្បាស់អ្នកទាំងគ្នាធ្វើការចុចលើវាមកវានឹងធ្វើឲ្យអក្សររបស់អ្នកទាំងគ្នាទៅជាលក្ខណៈដិតនិងច្បាស់
បាទអញ្ចឹងបើឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ឲ្យអក្សររបស់អ្នកគ្នាមកសភាពដើមវិញអ្នកគ្នាគ្រាន់តែចុចនៅកន្លែងមិញទៅអក្សរ B ហ្នឹងអញ្ចឹងវានឹងធ្វើឲ្យអក្សររបស់អ្នកគ្នាមកសភាពដូចដើមបាទអញ្ចឹងយើងមកដល់ចំណុចបន្ទាប់ទៀតគឺចំណុចទី4តាក់ទងជាមួយនឹង italic បាទអញ្ចឹងអ្វីទៅជា italic បាទ italic វាគឺជាគូមួយដែលអនុញ្ញាតឲ្យយើងធ្វើការដាក់អក្សររបស់យើងមានលក្ខណៈ straight បាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញអ្នកទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំចង់ឲ្យអក្សររបស់ខ្ញុំមានលក្ខណៈ straight អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសឃើញអក្សរ I មួយឯង I មកពីពាក្យ italic អញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុចលើវាមកអញ្ចឹងវានឹងធ្វើឲ្យអក្សរអ្នកទាំងអស់គ្នានឹងធ្វើការ straight មានលក្ខណៈ straight បើសិនបើអ្នកទាំងអស់គ្នាចង់ឲ្យអក្សររបស់អ្នកទាំងគ្នាមកសភាពដើមវិញអ្នកទាំងគ្នាគ្រាន់តែចុចទៅលើពាក្យ italic នឹងដដែលទៅវានឹងបង្ហាញឬក៏ធ្វើឲ្យអក្សររបស់អ្នកទាំងគ្នាមកសភាពដើមវិញបាទអញ្ចឹងយើងមកដល់ចំណុចមួយទៀតតាក់ទងជាមួយនឹង underline ដែលតំណាងដោយអក្សរអុយដែលវាមានមុខងារក្នុងការគូបន្ទាត់ពីក្រោមអក្សរបាទអញ្ចឹងត្រង់ចំណុចនេះមានន័យថាតាក់ទងជាមួយនឹង underline វាអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការគូបន្ទាត់ពីក្រោមអក្សរអញ្ចឹងឧទាហរណ៍ថានៅពេលទាំងអស់គ្នាចង់ដាក់បន្ទាត់ពីក្រោមអក្សរអ្នកទាំងអស់គ្នាគ្រាន់តែចុច underline ហ្នឹងទៅវានឹងធ្វើការដាក់បន្ទាត់ពីក្រោមអក្សរដោយស្វ័យប្រវត្តិអញ្ចឹងខ្ញុំសូមធ្វើការ underline តាក់ទងជាមួយនឹងអក្សររបស់ខ្ញុំបាទអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញហើយតាក់ទងជាមួយនឹងអក្សររបស់ខ្ញុំវាមានបន្ទាត់នៅពីខាងក្រោមអក្សរអញ្ចឹងបើសិនតែអ្នកទាំងអស់គ្នាចង់ដោះទៅលើបន្ទាត់នឹងវិញអ្នកទាំងអស់គ្នាគ្រាន់តែចុចអក្សរ U នឹងវិញទៅវានឹងធ្វើការដោះតាក់ទងជាមួយនឹង underline ហ្នឹងអញ្ចឹងដូចអ្វីដែលខ្ញុំបានបង្ហាញនេះតាក់ទងជាមួយនឹងចំណុចទី5តាក់ទងជាមួយនឹង underline ឥឡូវយើងឈានមកដល់ចំណុចទី6តាក់ទងជាមួយនឹង border ម្ដងតាក់ទងជាមួយនឹង border វាគឺជា tool មួយដែលស្ថិតនៅក្នុង font group ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការដាក់ស៊ុំទៅលើ cell របស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាបានឃើញហើយតាក់ទងជាមួយនឹងផ្ទាំង worksheet របស់ខ្ញុំដែលមាន cell A1 អញ្ចឹងខ្ញុំនឹងធ្វើការដាក់ស៊ុំទៅលើ cell A1 បាទអញ្ចឹងនៅពេលដែលខ្ញុំធ្វើការដាក់ស៊ុំហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងចំពោះការដាក់ border យើងអាចដាក់បានច្រើនទម្រង់យើងអាចដាក់ថា border ផ្នែកខាងលើផ្នែកខាងក្រោមខាងឆ្វេងឬខាងស្ដាំក៏បានបាទអញ្ចឹងបន្ថែមលើពីនេះអ្នកទាំងអស់គ្នាក៏អាចធ្វើការគូរតាក់ទងជាមួយនឹង border របស់អ្នកទាំងអស់គ្នានៅក្នុងផ្ទៃការងាររបស់អ្នកទាំងអស់គ្នាបានបាទអញ្ចឹងដោយអ្វីដែលខ្ញុំបានបង្ហាញអានេះតាក់ទងជាមួយនឹងការប្រើតាក់ទងជាមួយនឹង border អញ្ចឹងយើងមកដល់មកចំណុចទៀតពាក់ព័ន្ធជាមួយនឹង fill color អញ្ចឹងចំណុចទី7របស់យើងតាក់ទងជាមួយនឹងការដាក់ពណ៌ផ្ទៃនៅក្នុង cell បាទអញ្ចឹងមកដល់ចំណុចនេះមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការចាក់ពណ៌ទៅលើ cell របស់អ្នកទាំងអស់គ្នាបានឬក៏ធ្វើការចាក់ background ទៅលើផ្ទៃការងាររបស់អ្នកទាំងអស់គ្នាបានដូចគ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការ select តាក់ទងជាមួយនឹង cell របស់ខ្ញុំហើយខ្ញុំនឹងធ្វើការចាក់ពណ៌ទៅលើផ្ទៃដែលខ្ញុំបានselect ដោយប្រើប្រាស់ fill color អានេះតាក់ទងជាមួយនឹង fill color ឥឡូវយើងមកដល់មកចំណុចទៀតតាក់ទងជាមួយនឹង font color អញ្ចឹងតាក់ទងជាមួយនឹង font color វាអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការបដូរពណ៌អក្សរទៅលើ font type របស់អ្នកទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថាយើងមានប្រភេទជាអក្សរអ្វីមួយហើយយើងចង់ធ្វើការផ្លាស់ប្ដូរពណ៌វាយើងគ្រាន់តែប្រើទៅលើ tool នេះវានឹងធ្វើការផ្លាស់ប្ដូរពណ៌ឲ្យយើងដោយស្វ័យប្រវត្តិអញ្ចឹងខ្ញុំសូមធ្វើការលើកឧទាហរណ៍ជាក់ស្ដែងដែលខ្ញុំធ្វើការ select ទៅលើ cell A1 របស់ខ្ញុំរួចខ្ញុំធ្វើការផ្លាស់ប្ដូរពណ៌អក្សររបស់ខ្ញុំទៅជាពណ៌ខៀវអត់ដូចអ្វីដែលអ្នកទាំងគ្នាបានឃើញហើយតាក់ទងជាមួយនឹងពណ៌អក្សររបស់ខ្ញុំបដូរពីពណ៌ខ្មៅទៅជាពណ៌ខៀវអញ្ចឹងអានឹងតាក់ទងជាមួយនឹងរបៀបប្រើប្រាស់តាក់ទងជាមួយនឹង font color យើងយល់ហើយតាក់ទងជាមួយនឹងផ្នែកទី8 font color ឥឡូវយើងឈានមកដល់មួយចំណុចទៀតតាក់ទងជាមួយនឹងផ្នែកទី9មានន័យថា increase or decrease font size អញ្ចឹងមកដល់ចំណុចនេះក៏វាស្តៀងនឹងចំណុចទី2របស់យើងដែរតាក់ទងជាមួយនឹង font size ប៉ុន្តែដោយសារតែនៅក្នុង font size យើងប្រើ tool លេខដើម្បីធ្វើការពង្រីកឬក៏ពង្រួមតាក់ទងជាមួយនឹងអក្សររបស់យើងប៉ុន្តែនៅក្នុងចំណុចទី9មានន័យថាយើងធ្វើការ click លើសញ្ញាដើម្បីធ្វើការពង្រួមឬក៏ពង្រីកអក្សរអញ្ចឹងសញ្ញាដែលតំណាងតាក់ទងជាមួយនឹងការពង្រីកឬក៏ពង្រួមអក្សរគឺតំណាងអក្សរ A ដែលមានរូបសញ្ញាត្រីកោណបាញ់ឡើងទៅលើអានោះយើងសម្រាប់ធ្វើការពង្រីកហើយសញ្ញា A ដែលមានរូបត្រីកោណបាញ់ចូលមកក្រោមហ្នឹងអានោះសម្រាប់ការពង្រួមអញ្ចឹងមានន័យថានៅក្នុងចំណុចនេះយើងអត់ប្រើតួលេខដើម្បីធ្វើការពង្រីកឬក៏ពង្រួមតាក់ទងជាមួយអក្សររបស់យើងទេអញ្ចឹងខ្ញុំធ្វើការបង្ហាញជូនអ្នកទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការពង្រីកទៅលើអក្សររបស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការចុចទៅលើសញ្ញា A ដែលមានត្រីកោណបាញ់ឡើងទៅលើហ្នឹងមានន័យថាពួកយើងធ្វើការពង្រីកឯងអញ្ចឹងយើងធ្វើការចុចពង្រីកឥឡូវខ្ញុំសូមធ្វើការចុចពង្រួមវិញម្ដងអញ្ចឹងអ្នកទាំងអស់គ្នាឃើញសញ្ញា A ដែលមានត្រីកោណបាញ់ចុះមកខាងក្រោមអានោះមានន័យថាយើងធ្វើការពង្រួមអក្សររបស់យើងវិញម្ដង
បាទអញ្ចឹងដោយអ្វីដែលខ្ញុំធ្វើការបញ្ចូលមុននេះតាក់ទងជាមួយនឹងការ increase ឬក៏ decrease តាក់ទងជាមួយនឹង font size អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានធ្វើការទស្សនាតាំងពីដើមរហូតដល់ចប់សូមអរគុណ